វិញ្ញាណមានន័យដូចមិនដេចពាក្យថាវិញ្ញាណគឺធម្មជាតិទាំងឡាយដែលដឹងច្បាស់នៅអារម្មណ៍ធម្មជាតិនោះឈ្មោះថាវិញ្ញាណ Oh yeah វិញ្ញាណនោះមាន5យ៉ាងគឺ What is that 1. ចក្ខុវិញ្ញាណគឺចិត្តដែលអាស្រ័យនៅនឹងចក្ខុឃើញនៅរូបអារម្មណ៍ល្អដឹងនៅរូបអារម្មណ៍មិនល្អ Yeah 2. សោតវិញ្ញាណជាចិត្តដែលអាស្រ័យនឹងសោតវត្ថុបានឮនៅសំឡេងល្អនិងសំឡេងមិនល្អ Oh yeah 3. ឃានវិញ្ញាណគឺចិត្តដែលអាស្រ័យនឹងឃានវត្ថុដឹងនៅក្លិនល្អនិងក្លិនមិនល្អ Yeah 4. ជីវហាវិញ្ញាណជាចិត្តដែលអាស្រ័យនឹងជីវហាវត្ថុដឹងនៅរសល្អនិងរសមិនល្អ Oh yeah 5. កាយវិញ្ញាណគឺជាចិត្តដែលអាស្រ័យនឹងកាយវត្ថុដឹងនៅការពាល់ត្រូវល្អនិងការពាល់ត្រូវមិនល្អធម៌វិន័យទាំងឡាយដែលព្រះមានព្រះភិក្ខទ្រង់ត្រាស់សម្ដែងទុកល្អហើយធម៌វិន័យទាំងឡាយនោះជាគ្រូនៃយើងគ្រប់គ្នាគួរសិក្សារៀនសូត្រដើម្បីសន្សំនៅពូជយល់ត្រូវនេះទៅជាតិមុខទៀត